ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបadd ឈ្មោះនៅក្នុង Telegram ឬក៏យើងអាចហៅថាadd friend នៅក្នុង Telegram ងាយទេគឺយើងអាច add ទៅតាមលេខទូរស័ព្ទដែលគេបានបង្កើត Telegram ស្រាប់បើមិនជាខាងម្នាក់ទៀតអត់បានបង្កើត Telegram ទេយើងអត់អាច add Telegram ជាមួយនឹងគេបានទេលុះត្រាតែមួយខាងទៀតបង្កើត Telegram រួចរាល់ហើយក្នុងពេលនេះបញ្ហារបស់ Telegram គឺវាមានបញ្ហាច្រើនណាស់ញ៉ៃញ៉ៃអត់មានពេលស្រាក់ស្រាននេះគឺបង្កើតទៅវេទនាបំផុតបាទអញ្ចឹងបងប្អូនចង់ដឹងពីរបៀប add ឈ្មោះ add លេខ Telegram បងប្អូនធ្វើតាមខ្ញុំមកចូលទៅកន្លែងនេះរូបប៊ិចហ្នឹងបងប្អូននេះរូបប៊ិចហ្នឹងបាទសម្រាប់ iPhone ផ្សេងខុសពីគ្នាអញ្ចឹងបងប្អូនត្រូវចាំថារបៀប add Telegram នៅក្នុង iPhone វាអត់ដូចគ្នាទេអញ្ចឹងហើយបងប្អូនចាំរកមើលពីរបៀប add នៅក្នុង iPhone ផ្សេងទៅហើយបន្តទៀតបងប្អូនចុចលេខសញ្ញាបូកនេះក៏បានឬក៏ចុចកន្លែងនេះក៏បានចុចសញ្ញាបូកមកបន្តទៀតបងប្អូនវាយឈ្មោះអ្នកដែលយើងចង់ដាក់ចង់ add ជាមួយនឹងឧទាហរណ៍បាទអីក៏បានដែរដាក់អក្សរអីក៏បានឲ្យយើងចាំបាទបន្តទៀតបងប្អូនចុចលេខទូរស័ព្ទរបស់គេបាទខ្ញុំសូមឧទាហរណ៍ថាយកលេខមួយសិនលេខណាក៏អស់បាទឧទាហរណ៍លេខនេះមួយខ្ញុំ copy លេខសិនបាទសុំម្ដងទៀតព្រោះអភ្លេចលេខមិនខ្ញុំបាទអញ្ចឹងចាស់តមកលេខទូរស័ព្ទហើយបើសិនជាបងប្អូនកន្លែងនេះឃើញលោតទង់ជាតិផ្សេងបងប្អូនចុចកន្លែងនេះបើសិនជាលោតបែបនេះបាទលោតរូបទង់ជាតិផ្សេងឬក៏ប្រទេសផ្សេងឬលេខកូដប្រទេសផ្សេងគឺបងប្អូនវាយជាថា855គឺលេខកូដប្រទេសរបស់យើងបន្តទៀតបងប្អូនចុចពាក្យ create contact នេះមកគឺរាល់បាទហើយបើសិនជាបងប្អូនមិនចង់add ឈ្មោះរបស់គេលក្ខណៈថាយើងជិលវាយលេខទូរស័ព្ទវាយអីបើសិនជាគេមាន QR code របស់ Telegram របស់គេបងប្អូនចុចកន្លែងហ្នឹងមកគឺ scan QR code របស់គេព្រឹបរួចរាល់គឺងាយទេបងប្អូនវីដេអូនេះមានតម្រឹងបងប្អូនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ